ច្រើនពលគ្រូអាត្មាឈ្មោះរុនរូថ្ងៃនេះអាត្មាធ្វើកិច្ចការមួយទាក់ទងនឹងការ enable USW ឬក៏ active ដែលវាធ្វើការជាមួយនឹង firewall នេះបន្ទាប់មកអាត្មាឆែកមើល user វាជា user របស់អាត្មាដែលហើយបន្តមកទៀតយើងត្រូវការ enable USW ប្រើ command sudo USW enable សួរបញ្ជាក់យើងឥឡូវនេះយើងបាន enable វារួចហើយបន្តមកទៀតយើងចូលទៅឆែកមើលតើយើងបាន enable USW ហ្នឹងបានជោគជ័យនៅយើងប្រើ command មួយទៀត sudo USW status ឥឡូវយើងបាន active ហើយបន្តមកទៀតយើងចូល add port ទៀតគឺ port 443យើងប្រើ command allow add លេខ443ហើយយើងចូលឆែកវាម្ដងទៀតហើយបន្តមកទៀតយើងចង់បិទ port ណាមួយតែមិនឲ្យវាដំណើរការយើងប្រើ command sudo usw d9 443ដើម្បីបិទ port ហើយយើងចូល status វិញនេះគឺជា port ដែលយើងបានបិទហើយបន្តមកទៀតយើងប្រើ command reset ដើម្បី set វាទៅជា default reset ហើយយើងចូលឆែកទៅ status ម្ដងទៀតនេះឥឡូវវាចេញ inactive ហើយសូម្បីតែ SA ក៏វាចេញ inactive ដែរឥឡូវយើងទៅបើកវាទាំងអស់វិញឥឡូវវាបាន active វិញហើយ
ឥឡូវ port SA របស់22វាបានឥឡូវវិញហើយចំពោះការងារបានបញ្ចប់ប៉ុណ្ណឹង